ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនដែលបានទៅទស្សនានៅវត្តដែលមានអាយុកាលចំណាស់ជាងគេនៅក្នុងខេត្តបាត់ដំបងហើយថែមទាំងទៅមើលកន្លែងគេដុតកន្លានថ្មីហើយទៅមើលថ្នោតខ្ចីដែលគេបេះយកមកពីដើមទាំងធ្លីហើយគេកាប់ស្រស់នៅក្នុងគឺមើលទៅគឺតំណងឆ្ងាញ់ខ្លាំងណាស់ចាហើយនេះគឺតាមផ្លូវធ្វើដំណើរយើងធ្វើដំណើររាប់មកខ្ញុំចុះពីស្ពានឧត្តរមកហើយចឹងយើងជិះរាប់តាមដងសឹងសង្កែនឹងរហូតទៅពេលដែលយើងទៅដល់ផ្សារនរាទៅយើងបត់ស្ដាំចូលឥឡូវនេះខ្ញុំបានធ្វើដំណើរមកដល់សាលាឃុំនរាហើយគឺនៅខាងស្ដាំដៃទៅមុខបន្តិចគឺយើងនឹងធ្វើដំណើរទៅដល់ផ្សារនរាពេលល្ងាចហើយនឹងបន្តទៅទៀតទៅដល់ផ្សារនរាពេលព្រឹកឬក៏ផ្សារសំរោងក្នុងនៅស្មាននេះផងដែរគឺម៉ោង9ព្រឹកហើយសម្រាប់ថ្ងៃនេះវិញមើលទៅគឺអត់សូវមានភាពមមាញឹកទៅលើចរាចរណ៍ប៉ុន្មានទេឃើញថារៀងអ្នកធ្វើដំណើរទៅមកមួយដែរឥឡូវនេះគឺខ្ញុំមកដល់ផ្សារនរាពេលល្ងាចហើយគឺនៅខាងស្ដាំដៃនេះដែលមានតូបគេដូរលុយមានលក់កាទៀវលក់អំបិលអីហ្នឹងណាចាអញ្ចឹងយើងមកដល់មុខបន្តិចគឺយើងនឹងបត់ស្ដាំចូលយើងនឹងទៅដល់ផ្សារនរាពេលព្រឹកឬក៏ផ្សារសំរោងក្នុងចាហើយនៅក្នុងនឹងផងដែរសម្រាប់ផ្សារនេះគឺមានបងប្អូនប្រជាពលរដ្ឋគាត់យកបន្លែបន្លុកដែលគាត់បានដាំដុះនៅផ្ទះខ្លួនឯងហ្នឹងគឺមកលក់នៅទីនេះភាគច្រើនគឺសម្បូរទៅដោយបន្លែធម្មជាតិដែលដាំដោយអ្នកស្រុកនៅតំបន់ហ្នឹងផ្ទាល់ណាចាហើយក៏មានបន្លែដែលនាំចូលដែរប៉ុន្តែមានតិចតួចទេចាអញ្ចឹងបើសិនជាយើងត្រូវការបន្លែធម្មជាតិច្រើនគឺអាចមកផ្សារនរានេះបានហើយក្នុងហ្នឹងគឺបងប្អូនប្រជាពលរដ្ឋគាត់លក់តាមដងផ្លូវអញ្ចឹងណាហើយសម្រាប់អ្នកធ្វើដំណើរក៏គាត់ដឹងដែរពេលមកដល់ហ្នឹងគឺគាត់បន្ថយល្បឿនអីផ្សេងអញ្ចឹងទៅដើម្បីកុំឲ្យមានបញ្ហាគ្រោះថ្នាក់ទៅដល់អ្នកធ្វើដំណើរមកផ្សារទិញម្ហូបអីអញ្ចឹងណាក្នុងហ្នឹងគឺមានជាត្រីសាច់មានប្រហុកមានអីហើយបើប្រហុកអីវិញគឺសុទ្ធតែមកពីខាងព្រៃរនាមមកពីខាងទន្លេថ្មីហើយធ្វើដោយដៃផ្ទាល់ចឹងណាចាហើយនេះវិញគឺជាណែមត្រីណែមស្បែកជ្រូកដែលមានភាពល្បីល្បាញមែនទែននៅក្នុងខេត្តបាត់ដំបងយើងណាចាអញ្ចឹងសម្រាប់ទស្សនវិជ្ជានៅក្នុងផ្សារនរាពេលព្រឹកនេះគឺមានបន្លែក៏ដូចជាមានផ្លែឈើមានអីច្រើនមែនទែនហើយជាពិសេសផ្សារនេះគឺសម្បូរបង្អែមខ្មែរឆ្ងាញ់ហើយតម្លៃគឺធូរថ្លៃទៀតមានតែ500ក៏យើងអាចញ៉ាំបង្អែមខ្មែរបានដែរចឹងពេលដែលយើងជិះហួសមកមានផ្លូវបែកទៅជា4គឺយើងនឹងត្រូវបត់មកឆ្វេងដៃដើម្បីយើងធ្វើដំណើរទៅវត្តសំរោងក្នុងហើយមកដល់កន្លែងនេះគឺខ្ញុំបានឃើញបងស្រីគាត់លក់ផ្លែត្នោតគឺច្រើនមែនទែនផ្លែត្នោតអញ្ចឹងទៅខ្ញុំក៏បានឈប់ទិញគាត់នៅខាងត្នោតហ្នឹងនៅខាងសារ៉ោងឬនៅណាបងខាងតប៉ុនតប៉ុននោះយកពីតប៉ុនលក់អ៊ំស្អីដែរទេសបើស្មាលលក់ហើយក៏ទិញគេបងទិញខាងណាខាងតប៉ុនដល់ទិញតាមទីការទៅខ្ញុំជួយទៅខាងហ្នឹងយើងមកដើមទេមកដើមហ្នឹងយើងបានទឹកតាមមកក៏អត់ទេបងទឹកខ្ញុំអត់ទេនេះចេះឡើងទេខ្ញុំគ្រូសាខ្ញុំជួយទេនេះចេះឡើងនេះគឺបានលុយច្រើនយើងតិចអានេះកាប់ស្រួលហ្នឹងចាំដៃទីណានេះយកទៅនេះតិចនឹងផ្លែខ្ញុំសួរចេះកាប់អត់បើចេះមិនយកទៅទេបើហើយតិចកាប់ស្រួល
តពីទិញថ្នាតបានរួចរាល់ហើយគឺខ្ញុំក៏បានធ្វើដំណើរបន្តទៀតដើម្បីទៅដល់វត្តសំរោងក្នុងហើយខ្ញុំនឹងទៅបង្ហាញពីទីកន្លែងដែលលក់កលានឆ្ងាញ់នៅក្នុងខេត្តបាត់ដំបងនៅក្នុងឃុំសំរោងក្នុងនេះផ្ទាល់ហើយគឺយើងនឹងអាចឃើញទិដ្ឋភាពដែរគាត់ដុតកលាននឹងថ្មីទៀតទេសភាពតាមដងផ្លូវប្របតាមមាត់អូដែលនៅខែនេះជារដូវវស្សាអញ្ចឹងនៅតាមមាត់អូហ្នឹងគឺមានទឹកខ្លះដែរហើយមានដើមដូងដុះរាប់ជុំវិញមាត់អូនឹងទៀតមើលទៅគឺទិដ្ឋភាពស្រស់ស្អាតហើយនឹងត្រជាក់ភ្នែកមែនទែនមើលទៅគឺធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយដែរនៅពេលដែលយើងបានជិះកាត់តាមផ្លូវនឹងអញ្ចឹងណាចាទីទៅសម្រាប់នៅក្នុងខេត្តបាត់ដំបងគឺសម្បូរនៅរមណីយដ្ឋានប្រវត្តិសាស្ត្រច្រើនផ្លែឈើម្ហូបអាហារឆ្ងាញ់និយាយទៅគឺមានអ្វីដែលគួរឲ្យទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនឲ្យមកទស្សនានៅក្នុងខេត្តនេះចាហើយសម្រាប់ខែនេះផងដែរគឺសម្បូរស្វាយមែនទែនអញ្ចឹងបើយើងក៏លេចមើលតាមផ្លូវគឺសុទ្ធតែផ្លែស្វាយដើមស្វាយហើយនេះគឺមានទឹកកៃដោយសារតែទឹកភ្លៀងផងហើយនឹងទឹកមកពីគេបើកទំនប់នៅខាងសាលាតាអនផងណាចាឥឡូវនេះគឺយើងបានឃើញតបូលវត្តសំរោងលឹមហើយអញ្ចឹងគឺខ្ញុំនឹងជិះទៅហួសវត្តសំរោងបន្តិចដើម្បីយើងនឹងទៅមើលអ្នកលក់កលាននៅតាមនឹងដោយសារតែនៅមួយជួរហ្នឹងគឺមានអ្នកលក់កលានប្រហែលជា6 7កន្លែងដែរតាមខ្ញុំឃើញហើយនៅមុខវត្តហ្នឹងក៏គេមានលក់ជាកាហ្វេមានលក់នំអីផ្សេងផងដែរចាអញ្ចឹងនេះសិតទៅជាកន្លែងលក់កលានហើយនេះគឺគាត់មានកន្លែងច្រើនគួរសមដែរដែលយើងអាចមានជំរើសយើងចង់ទិញនៅកន្លែងណាក៏បានដែរអញ្ចឹងខ្ញុំជិះទៅហួសនឹងមុខបន្តិចដើម្បីទៅមើលថាតើកន្លែងណាដែលគេកំពុងដុតអញ្ចឹងណាដើម្បីអាចថតជូនបងប្អូនទស្សនាបានចាហើយនិយាយពីអ្នកភូមិនៅទីនេះគឺគាត់អាចនៅតែរក្សាមុខរបរប្រពៃណីមួយនេះបានណាគឺពិតជាល្អមែនទែនដោយសារតែការធ្វើកលាននេះគឺមិនមានភាពងាយស្រួលទេគឺហត់ខ្លាំងណាស់ដោយសារតែត្រូវចំណាយទាំងពេលវេលាកម្លាំងពលកម្មច្រើនហើយតម្លៃវិញគឺសមរម្យមែនទែនគឺមិនថ្លៃទេគឺមួយមានចាប់ពី1000 2000 3000 4000ហើយគឺមកល្មមញ៉ាំឥឡូវនេះគឺយើងមកដល់កន្លែងដែលគាត់កំពុងដុតកលាននេះហើយនិយាយពីថាគាត់ត្រូវអង្គុយនៅមុខភ្លើងនឹងរហូតតម្រាំតែឆ្អិនអស់ពេលខ្លះក្នុងមួយថ្ងៃគាត់អាចដុត2 ទៅ 3 ដងអាស្រ័យទៅតាមចំនួនកដែលគាត់បានដាក់អញ្ចឹងណាហើយវាថ្ងៃមើលក្រប្រែវាមកឃើញស្រួលចុងខែនេះបខែល្ងាស្រួលមកហើយវាក្តៅតាមអ្នកជិះនុតយកអនដល់នេះអីគេកូនអូនសាច់ក្រមគេញ៉ាំបាយច្រើនចឹងអូនសាច់ញៀវ5 កហើយបានយកដែរជុំគ្នាបានដូងហើយយកមកអូបានធ្វើកន្លងហ្នឹងអ៊ំងើបធ្វើតាំងពីស្មានណាអ៊ំតាំងពីយប់ទៅអ៊ំងើបធ្វើតាំងពីស្មានណាម៉ោង 3 ចូលនេះម៉ោង 3នេះអាក្រោយទៅវាយប់អស់ហើយពេលយើងដាក់ដុតហ្នឹងប្រហែលប៉ុន្មានម៉ោងបានឆ្អិនអ៊ំ2 ម៉ោងអូយយូរម៉ោង 2 ម៉ោងជាងវាខ្លោចឆែកជាងរៀងហ្នឹងហើយ
thì đã thơ ai Rớt tới một cái lắm. Mơ thật ta anh chẳng được cái បន្ទាប់ពីទិញក្រឡានបានរួចរាល់ខ្ញុំក៏បានដើរចូលមកទស្សនានៅក្នុងវត្តសំរោងក្នុងសម្រាប់វត្តសំរោងក្នុងនេះផងដែរគឺជាគោលដៅទេសចរសាសនាក៏ដូចជាប្រវត្តិសាស្ត្រមួយយ៉ាងសំខាន់នៅក្នុងខេត្តបាត់ដំបងវត្តសំរោងក្នុងគឺមានអាយុកាលចាស់ជាងគេនៅក្នុងខេត្តបាត់ដំបងដែលបានកកើតឡើងតាំងពីឆ្នាំ 1707 មកម្ល៉េះហើយនៅក្នុងនោះគឺមានព្រះវិហារដ៏ចំណាស់មួយដែលមានលក្ខណៈខុសប្លែកពីព្រះវិហារនៅក្នុងវត្តដទៃទៀតហើយសម្រាប់ព្រះវិហារនេះផងដែរគឺត្រូវបានចាត់ទុកទៅជាគុកនៅក្នុងសម័យប៉ុលពតឬក៏សម័យខ្មែរក្រហមវត្តសំរោងក្នុងមានទីតាំងស្ថិតនៅក្នុងភូមិសំរោងក្នុងឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងដែលមានចម្ងាយប្រហែលជា 5 គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តហើយសម្រាប់វត្តសំរោងក្នុងផងដែរគឺតែងតែមានរៀបចំនៅកម្មវិធីសប្បាយៗជាច្រើនជាពិសេសនៅក្នុងកំឡុងពេលបុណ្យទានបុណ្យចូលឆ្នាំបុណ្យភ្ជុំបុណ្យអុំទូកឬក៏ពិសាខបូជាមេបូជាអីអញ្ចឹងគឺតែងតែមានរៀបចំកម្មវិធីដើម្បីឲ្យវត្តមានភាពអ៊ូអរហើយនឹងមានពុទ្ធបរិស័ទបានមកចូលរួមនៅក្នុងវត្តច្រើនអញ្ចឹងទៅយើងក៏លេចមើលទៅព្រះវិហារវិញគឺមានរចនាបថរៀងខុសពីព្រះវិហារដែលយើងឃើញនៅតាមវត្តផ្សេងអញ្ចឹងយើងឃើញព្រះវិហារនេះមានដំបូលរាងទាបនៅរៀងរាល់ចុងសប្តាហ៍ឬក៏ថ្ងៃសៅរ៍អាទិត្យអីគឺមានបងប្អូនក៏អញ្ជើញមកទស្សនានៅក្នុងវត្តច្រើនសម្រាប់ភ្ញៀវទេសចរបរទេសវិញនៅពេលដែលមកទស្សនាខេត្តបាត់ដំបងគឺគេកម្រនឹងខកខាននៅក្នុងការមកទស្សនានៅក្នុងវត្តនេះខ្លាំងណាស់ដូចថ្ងៃនេះអញ្ចឹងពេលដែលខ្ញុំមកគឺឃើញមានជនបរទេសប្រហែលជាខ្ទង់10នាក់ជាងដែរដែលគាត់មកទស្សនាតាមធัวហើយនឹងតាមកាយដែលធัวនឹងកាយហ្នឹងគឺជាប្រជាពលរដ្ឋខ្មែររបស់យើងអញ្ចឹងណាហើយនេះវិញគឺជារចនាបថខ្លះៗនៅតាមបង្អួចក៏ដូចជានៅតាមខ្លោងទ្វារផងដែរចំណែកនេះវិញគឺជារចនាសម្ព័ន្ធរបស់ថ្នាក់ដឹកនាំកាលពីសម័យប៉ុលពតហើយមានអ្នកណាគេខ្លះគឺបងប្អូនអាចមើលនៅក្នុងនឹងបានហើយគេមានរូបភាពអីផ្សេងដែរគេនៅរក្សាទុកបានណានេះគឺជារូបភាពវត្តសំរោងក្នុងដែលនាងខ្ញុំបានដើរបង្ហាញជូនទស្សនាអំបញ្ញមើលនេះវិញគឺជាតកតងនឹងប្រវត្តិថាតើគេនិយាយថាខ្មែរក្រហមនឹងជាអ្នកណាហើយហេតុអីក៏មានសម័យនឹងកើតឡើងហើយក៏ដូចជាមានបង្ហាញនៅទងបដិវត្តទងជាតិគេកាលពីសម័យនឹងដែរហើយនៅក្រៅវត្តសំរោងក្នុងគឺមានកន្លែងលក់ទឹកត្នោតមួយកន្លែងដែលគាត់បេះខ្លួនឯងធ្វើខ្លួនឯងយកមកពីដើមថ្មីរសជាតិគឺថាឆ្ងាញ់ជាប់ចិត្តហ្មង